បិទភ្នែកបើកភ្នែកស្អែកចូលធ្វើការវិញបាទស្អែកថ្ងៃច័ន្ទបាទអញ្ចឹងអត់ដឹងថាបងប្អូនទាំងអស់គ្នាបានរៀបចំអីគេខ្លះហើយទេសម្រាប់ថ្ងៃច័ន្ទពេលយើងចូលធ្វើការសម្រាប់អ្នកចូលធ្វើការអញ្ចឹងដូចខ្ញុំនិយាយទៅខ្ញុំបានឈប់ប្រហែលជាប្រហែលថ្ងៃខ្ញុំអត់ខ្ញុំធ្វើការតែថ្ងៃច័ន្ទអាទិត្យការមុនចូលឆ្នាំហើយខ្ញុំធ្វើការតែថ្ងៃទេហើយគៀពុតពហោះហើយថ្ងៃសុក្រខ្ញុំច្បាប់មួយថ្ងៃអញ្ចឹងបានន័យថាខ្ញុំបានឈប់សម្រាករៀងយូរដែរមុននឹងចូលធ្វើការស្អែកថ្ងៃច័ន្ទណាដោយសារយើងជប់សម្រាប់ពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងអញ្ចឹងណាអញ្ចឹងយើងដើរលេងទៅនេះទៅនោះនៅសង្ក្រានវត្តភ្នំផងឬក៏យើងទៅកន្លែងណាគៀកពេញឬក៏អីអញ្ចឹងដោយសារយើងអត់មានស្រុកតែអ្នកមានស្រុកគាត់ទៅស្រុកទៅឆ្ងាយទៅអីឬក៏គាត់ទៅធ្វើដំណើរទៅតាមទីរមណីយដ្ឋានដូចឬក៏ខេត្តផ្សេងដូចសៀមរាបកំពង់សោមឬក៏រតនគិរីមណ្ឌលគិរីអីអញ្ចឹងណាឆ្ងាយអញ្ចឹងដូចខ្ញុំអត់មានស្រុកខ្ញុំក្បែរតាមវិញប៉ុន្តែអ្វីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺខ្ញុំចង់ចែកម្លែកមួយព្រោះអីស្អែកយើងចូលធ្វើការធានាថាពេលដែលយើងចូលធ្វើការនឹងរវល់អញ្ចឹងតើបងប្អូនបានរៀបចំអីគេខ្លះបាទសម្រាប់អ្នកធ្វើការដូចខ្ញុំអញ្ចឹងជាទម្លាប់របស់ខ្ញុំអានេះគឺគ្រាន់តែជាទម្លាប់របស់ខ្ញុំទេមិនមែនថាបងប្អូនអាចត្រូវតែធ្វើតាមឬក៏អីទេដោយសារទម្លាប់របស់ខ្ញុំទោះបីជាចុងសប្តាហ៍ក៏ដោយសៅរ៍អាទិត្យក៏ដោយជាធម្មតាខ្ញុំអាចចំណាយពេល1ម៉ោង2ម៉ោងសម្រាប់ខ្ញុំមើលការងារចាស់ឬក៏ត្រូវការមើលការងារមួយចំនួនដែលធ្វើកុំឲ្យវាមករវល់នៅក្នុងថ្ងៃច័ន្ទបានន័យថាពេលដែលយើងចូលទៅថ្ងៃច័ន្ទព្រួយបើសិនជាថ្ងៃធម្មតាយើងឈប់សៅរ៍ទៅ2ថ្ងៃទៅតែបើសិនជាដូចថ្ងៃឈប់សម្រាកយូរអញ្ចឹងយើងឈប់យូរអញ្ចឹងជាធម្មតាហ្នឹងគឺយើងត្រូវការថ្ងៃច័ន្ទចូលទៅវិញនៅរវល់ហ្មងអញ្ចឹងទម្លាប់របស់ខ្ញុំត្រូវចំណាយពេលឧទាហរណ៍ថាថ្ងៃអាទិត្យអញ្ចឹងឬក៏ថ្ងៃសៅរ៍ឬក៏ផឹកថ្ងៃអាទិត្យឬក៏របៀបម៉េចអាស្រ័យលើយើងតើយើងអាច manage ពេលវេលាខ្លួនឯងរបៀបម៉េចអញ្ចឹងណាអញ្ចឹងជាធម្មតាខ្ញុំចំណាយ2ទៅ3ម៉ោងក្នុងការ review មើលតើសម្រាប់ថ្ងៃច័ន្ទហ្នឹងតើនឹងអាចមានអីគេខ្លះតើរវល់របៀបម៉េចគេខ្លះឬក៏ខ្ញុំមាន left over ការងារមួយចំនួនដែលខ្ញុំត្រូវតែធ្វើហើយឬក៏ការងារណាដែលលក្ខណៈគេហៅថាការងាររវល់តែវាមិនជាការងារហ្នឹងធ្វើយើងរវល់ប៉ុន្តែនិយាយទៅវាអត់សូវសំខាន់ខ្លាំងទេអញ្ចឹងណាអញ្ចឹងយើងត្រូវធ្វើឧទាហរណ៍ភាគច្រើនគឺតាក់ទងមួយ report ឬក៏អីហ្នឹងទៅរបាយការណ៍អីផ្សេងមួយចំនួនអញ្ចឹងឧទាហរណ៍ថាខ្ញុំត្រូវការតែ clear ធ្វើម៉េចស្អែកឡើងថ្ងៃច័ន្ទខ្ញុំអាចមានពេលមួយចំនួនដើម្បី focus រឿងថ្មីរឿងអីខ្លះមួយចំនួនទៀតអញ្ចឹងបានន័យថាថ្ងៃសៅរ៍អាទិត្យហ្នឹងខ្ញុំត្រូវចំណាយពេល2ទៅ3ម៉ោងវាជាទម្លាប់ទោះបីជាមិនក៏ដោយគឺអង្គុយមើលកុំព្យូទ័រមើលនេះមើលនោះមើលតើយើងអាចរៀបចំអីឧទាហរណ៍ជួនកាល report ខ្លះវាធ្វើឲ្យយើងរវល់វាធ្វើឲ្យយើងរវល់ថ្ងៃនៅដើមសប្តាហ៍អញ្ចឹង clear អាហ្នឹងហើយយើងសេរីអាហ្នឹងហើយទៅរៀបចំហើយមួយចំនួនបន្ទាប់មកពេលស្អែកឡើងយកអត់សូវរវល់មួយវាអញ្ចឹងយើងមានពេលធ្វើការងារថ្មីការងារអីច្រើនអញ្ចឹងនេះគ្រាន់តែជាអ្វីដែលខ្ញុំចង់ចែកម្លែកប្រាប់បងប្អូនសម្រាប់អ្នកធ្វើការទេហើយខ្ញុំគិតថាការធ្វើការគឺមានវិធីរៀបចំពេលវេលាខ្លួនឯងរៀងខ្លួនគ្រាន់តែថាអ្វីដែលជាបទពិសោធន៍របស់ខ្ញុំក៏ចែកម្លែកទៅហើយក៏ខ្ញុំមិនគិតថាការធ្វើដូចខ្ញុំហ្នឹងវាអាចវាមានប្រយោជន៍ដល់បងប្អូនអត់ទេប៉ុន្តែតោះសារបងធ្វើខ្លួនឯងបើថាការងារមួយចំនួនក៏យើងមិនអាចធ្វើដូចខ្ញុំចឹងបានដែរការងារមួយចំនួនគឺជា operation អញ្ចឹងវាជារឿងផ្សេងតែការងារនេះគឺខ្ញុំត្រូវតែធ្វើម៉េចខ្ញុំរៀបចំទុកមួយចំនួនធំកុំឲ្យថាស្អែកឡើងចូលទៅការទៅវាមានអាការងារខ្លះដែលវាមិនចាំបាច់វាធ្វើឲ្យយើងរវល់កាន់តែខ្លាំងណាអញ្ចឹងគឺជាអ្វីដែលខ្ញុំធ្វើបាទអានេះគឺខ្ញុំក៏ចែកម្លែកទេតែយើងក៏មានបងមួយចំនួនដែលគាត់រៀមច្បងគាត់ប្រកែក៏គាត់មានតាក់ទិចរបស់គាត់ដែរអញ្ចឹងសម្រាប់បងប្អូនដែលអ្នកធ្វើការអីដែលអ្នកចូលក្រោយឬក៏គាត់គិតថាវីដេអូដែលខ្ញុំអាចមើលទៅវាមានប្រយោជន៍ដែរក៏ហ្នឹងហើយអាចសាកល្បងទៅណាបាទវីដេអូតែប៉ុណ្្នឹងទេអរគុណជួបគ្នាក្នុងវីដេអូក្រោយកុំភ្លេចជួយ share វីដេអូម្នាក់មួយផងហើយ like ម្នាក់មួយផងបើគិតថាមានប្រយោជន៍ហើយជួយ follow ជួយ subscribe channel YouTube ផងបាទអរគុណជួបគ្នាក្នុងវីដេអូក្រោយបាយបាយ